រៀបធ្វើនំខេកចឹងគឺយើងត្រូវការពងមាន់2គ្រាប់មកយើងដាក់ពងមាន់1គ្រាប់យើងដាក់ជាមួយនឹងទឹកដោះគោបន្តិចមកយើងច្របល់ចូលគ្នាហើយបន្ទាប់មកគឺយើងយកជាមួយនឹងម្សៅសូកូឡាហ្នឹងដាក់ច្របល់ចូលគ្នាហើយយើងយកពងក្រហមរបស់យើងដាក់ចូលមក2គ្រាប់មកហើយបានយើងយកពងដែលយើងសល់ហ្នឹងពងសហ្នឹងយើងវាយជាគ្រីមមកដល់ពេលយើងវាយជាគ្រីមហើយយើងដាក់ចូលជាមួយនឹងសូកូឡាដែលយើងច្របល់ចូលគ្នាហ្នឹងឲ្យសព្វមកដល់ពេលដែលសព្វហើយបានយើងរើពុំអីមួយដាក់ចូលបែបហ្នឹងមកហើយយើងទុកខ្លះដើម្បីដាក់ពីលើអញ្ចឹងគឺយើងយកទៅដុតវាបន្តិចមកបានយើងដាក់ជាមួយដកគោហើយនឹងស្ករបន្តិចហើយនឹងសូកូឡាដែលយើងសល់ហ្នឹងយើងយកមកវាយនៅពេលដែលនំយើងឆ្អិនហើយយើងយកមកអាគ្រីមយើងហ្នឹងយើងពីបពីលើបែបហ្នឹងមកហើយយើងដេក័រវាយើងដាក់សូកូឡាយើងរោយពីលើមកយើងបន្ថែមដេក័រឲ្យស្អាតមកយើងចង់បានផ្លែឈើយើងដាក់ផ្លែឈើពីលើមកតែប៉ុណ្្នឹងគឺរួចរាល់គឺរសជាតិឆ្ងាញ់មែនតើចា៎